អ្នកស្រីឈោមមនោរ៉េនចូលខ្លួនមកបកស្រាយបំភ្លឺព័ត៌មានជូនមហាជននៅទីស្នាក់ការកណ្ដាលសារព័ត៌មាន MDTV News បងកាត់ទុកមិនសុខចិត្តដោយសារពីអ្នកប្តីប្រពន្ធនឹងបំភ្លៃការពិតពីអ្នកប្តីប្រពន្ធនឹងចូលមកក្នុងចំការចន្ទីបងគ្រាន់តែចាប់ទុកឲ្យសមត្ថកិច្ចចាគាត់ធ្វើការបែរជាពីអ្នកប្តីប្រពន្ធនឹងប្រើហិង្សាមកលើក្នុងចំការបងវាយតប់អញ្ចឹងណាអូដៃមុនបងខ្ញុំអត់មានលក់ឲ្យយ៉ងចន្ទថាទេខ្ញុំលក់ឲ្យឈោមមនោរ៉េនគាត់ឈោឈ្មោះឲ្យឈោមមនោរ៉េនទេយ៉ងចន្ទថាជាមួយចំយមនឹងចាស់ដៃបាទមិនមែនទេបាទខ្ញុំជាម្ចាស់ដៃបន្ទាល់ខ្ញុំអះអាងខ្លួនឯងថាខ្ញុំអត់បានលក់ឲ្យគាត់ទេគាត់ជាមេការឈោមមនោរ៉េនទេខ្ញុំនេះលក់ពិតគាត់លក់ឲ្យឈោមមនោរ៉េនទេបាទខេត្តរតនគិរីស្រុកបកែវក្រោយពីអង្គភាពសារព័ត៌មាន MDTV News យើងធ្វើការផ្សព្វផ្សាយព័ត៌មានតាមសំណុំពរស្នើសុំពីលោកយ៉ងចន្ទថានិងអ្នកស្រីរចំយមត្រូវជាភរិយាដែលបានមកផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី26ខែមីនាឆ្នាំ2026ក្រោមចំណងជើងថាទំនាស់ដីធ្លីនៅស្រុកបកែវបានបង្កទៅជាហិង្សានៅក្នុងបទសម្ភាសន៍ឈ្មោះយ៉ងចន្ទថារួមនឹងភរិយាបានចោទប្រកាន់ទៅលើឈ្មោះឈោមមនោរ៉េនថាកាលពីថ្ងៃទី18ខែមីនាឆ្នាំ2026ឈ្មោះឈោមមនោរ៉េននិងបពពួកបានប្រើប្រាស់អំពើហិង្សាមកលើខ្លួននិងភរិយាយ៉ាងធ្ងន់ធ្ងរអំឡុងពេលដែលខ្លួនកំពុងតែរើសគ្រាប់ស្វាយចន្ទីនៅក្នុងដីចម្ការរបស់ខ្លួនរួចមករហូតមកដល់ថ្ងៃទី4ខែមេសាឆ្នាំ2026ឈ្មោះឈោមមនោរ៉េនរួមនឹងសាក់សីដែលជាម្ចាស់ដីដើម2នាក់ទៀតបានមកកាន់ទីស្នាក់ការកណ្ដាលសារព័ត៌មាន MDTV News សូមធ្វើការបំភ្លឺព័ត៌មានជូនមហាជនពីការចោទប្រកាន់របស់ឈ្មោះយ៉ងចន្ទថានិងឈ្មោះរចំយមត្រូវជាភរិយាដែលបានចោទប្រកាន់មកលើខ្លួននៅក្នុងខ្លឹមសារនៃបទសម្ភាសន៍របស់ឈ្មោះឈោមមនោរ៉េនដែលបានផ្ដល់បទសម្ភាសន៍មកកាន់អង្គភាពយើងអ្នកស្រីឈោមមនោរ៉េនបានរៀបរាប់ថាកាលពីអំឡុងឆ្នាំ2020ឈ្មោះយ៉ងចន្ទថាបានទៅជួលបន្ទប់ផ្ទះរបស់ខ្ញុំនៅច្បារអំពៅក្រុងភ្នំពេញដើម្បីស្នាក់នៅហើយការស្នាក់នៅរបស់ឈ្មោះយ៉ងចន្ទថានៅក្នុងបន្ទប់ជួលរបស់ខ្ញុំរយៈពេល6ខែពេលនោះខ្ញុំបានស្គាល់គ្នាជាមួយឈ្មោះយ៉ងចន្ទថាព្រមទាំងបានធ្វើការទំនាក់ទំនងនិងរាប់អានគ្នារហូតដល់ខ្ញុំជឿជាក់និងទុកចិត្តទៅលើឈ្មោះយ៉ងចន្ទថាមិនតែប៉ុណ្ណោះខ្ញុំបានឲ្យលុយទៅឈ្មោះយ៉ងចន្ទថាម្ដង10លានម្ដង20លានជាហោហែដើម្បីឲ្យឈ្មោះយ៉ងចន្ទថាទៅរកស៊ីម៉ៅចំការស្វាយចន្ទីរើសផ្លែជំនួសខ្ញុំដោយខ្ញុំឲ្យឈ្មោះយ៉ងចន្ទថាធ្វើជាមេការឲ្យខ្ញុំបងកាត់ទុកមិនសុខចិត្តដោយសារពីអ្នកប្តីប្រពន្ធនឹងបំភ្លៃការពិតពីអ្នកប្តីប្រពន្ធនឹងចូលមកក្នុងចំការចន្ទីបងគ្រាន់តែចាប់ទុកឲ្យសមត្ថកិច្ចចាគាត់ធ្វើការបែរជាពីអ្នកប្តីប្រពន្ធនឹងប្រើហិង្សាមកលើក្នុងចំការបងវាយតប់អញ្ចឹងណាអូនរឿងដីហ្នឹងយើងមានបញ្ហាជាមួយគ្នាប្រហែលឆ្នាំហើយបងរឿងដីហ្នឹង4ឆ្នាំហើយបើពីដើមឡើយគាត់ទៅជួបផ្ទះបងនៅច្បារអំពៅដំបងតែប្តីទេជួបបន្ទប់នៅវិញចាដោយចាហើយពេលគាត់ជួលហ្នឹងគាត់ទៅនៅក្នុងបានរយៈប៉ុន្មានរយៈពេលប៉ុន្មានខែប្តីហ្នឹងទៅរយៈពេល6ខែគាត់ទៅហ្នឹងដើម្បីកុំមកអីគាត់ទៅបាញ់ថ្នាំឡានឲ្យគេចាស្គាល់នោះរយៈពេល6ខែហ្នឹងប្រពន្ធហ្នឹងបាត់ប្តីយូរទៅតាមប្តីចាហើយនាំចែហ្នឹងឲ្យម៉ៅចកាចន្ទីនៅភូមិខ្មាំងស្រុកបកែវការហ្នឹង10ហាត់ការរបស់ម៉ែគាត់តតទៅទៀតគាត់ម៉ៅជាប់នឹងទៀតអញ្ចឹងគាត់ទទួលលុយបងស្រីជាបន្តទៅចាជាបន្តដល់តែ20000ដែលបងទុកចិត្តដល់ថ្នាក់ដែលឲ្យចូលឈ្មោះជាមេការអតីតមេការហ្នឹងណាចាដោយសារការជឿទុកចិត្តថាអូពីអ្នកប្តីប្រពន្ធនេះបងអត់ដែលស្គាល់ផ្ទះសោះបងឲ្យម៉ៅចការបន្តដល់ទៅថ្នាក់អស់20000គេនាំមកស្គាល់ផ្ទះបង្កើតជាទំនុកចិត្តចាហើយក៏បន្តឲ្យជាតំណាងអតីតមេការជួយទិញដីចានេះបងខ្ញុំបកគោលលុយឲ្យគេហើយប៉ុន្តែគេថាចាំរួចរាល់ចាំគេធ្វើกระดาษទេសសិទ្ធឲ្យទិញដីក្នុងឆ្នាំ2021ដីប្រភេទដីដែរប្រភេទដីក្រហមដីចម្ការចាដីចម្ការ
ការហើយទិញពីឈ្មោះណា ទិញឈ្មោះរមាំខំភី បាទហើយពេលនោះគាត់ធ្វើមិនបានចេញជាឈ្មោះដីខ្លងទៅចេញជាឈ្មោះគាត់វិញ គាត់ខ្លែងក្រោយមកទៀតគាត់ខ្លែងឯកសារចា បើឲ្យគាត់ឈរឈ្មោះជំនួសទេគាត់ទៅវិញ អត់មានឲ្យឈរឈ្មោះជំនួសទេចា គឺគាត់រៀប គាត់ជាតំណាងអតីតមេកា មេការរស់ស៊ី ចាចា អានោះមកស្រីបកគោលអីខ្លះឲ្យគាត់រស់ស៊ីនៅក្នុងភូមិកំាំង មានឡានសតាកម្មាពណ៌ទឹកប្រាក់មួយគ្រឿង បាទ ចាមានឡានឆ្នៃមួយគ្រឿង បាទ និងមានលុយចំនួន$20,000ដែលទុកឲ្យគាត់ទិញដំឡូងទិញចន្ទីលក់ ចុះការបងទិញដីក្នុងឆ្នាំ2021ចការចន្ទីហ្នឹងតើចន្ទីហ្នឹងធំនៅ ចន្ទីធំអាស្រ័យផលបានចា អូអាស្រ័យផលបានអីចឹង ចាបងអាស្រ័យផលបាន2ឆ្នាំ បាទអញ្ចឹងយើងមានសាក់សីមានអីទាំងលឺទាំងអស់តា ចាមានសាក់សីដឹងឮមានម្ចាស់ដី បាទមានចាស់ដីមានអីទាំងលឺ ចាចា ផលស្រាប់ឲ្យ ចា ក្នុងឆ្នាំ2023ក៏យើងដឹងថាដីហ្នឹងមានឯកសារផ្សេងមួយទៀតដែលខាងយើងចន្ទថាថ្លែងណោះ ចាចា ហើយបន្ទាប់ពីបងស្រីដឹងអញ្ចឹងបងស្រីធ្វើមិនទៀតទៅលើការរឿងហ្នឹង បងឲ្យខាងតុលាការខាងអាចារ្យថ្នាក់ដឹកនាំប្រកាសជាថ្នាក់ដឹកនាំមកឆ្លៀសវៃចាដោយសារសម្រាប់ចេញពីតុលាការជាសិទ្ធិរបស់បងឲ្យរំលោភសិទ្ធិបងទៀតរាល់ថ្ងៃនេះ បងស្រីដឹងទៅដល់ណាដែរ ដល់តុលាការត្បូងឃ្មុំ បាទ ចា ទៅដល់ការគុំមកគេសម្រាប់សារក្រមយ៉ាង សម្រាប់សារក្រមសិទ្ធិរបស់អ្នកបង បាទបងណា ចាហើយពីអ្នកប្តីប្រពន្ធនេះរំលោភសិទ្ធិសេចក្តីសម្រេចរបស់តុលាការចា ចុះបងស្រីគាត់ធ្វើកិច្ចសន្យាអីពេលដឹងឮថាគាត់ចូលទៅរើសចូលទៅស្រេចផលលើចការបងធ្លាប់មានកិច្ចសន្យាអីមួយគាត់ធ្លាប់ដឹងដល់អីអត់ ចាខ្ញុំមានកិច្ចសន្យានៅប៉ុស្តិ៍ប៉ូលីសឈប់ចូលចំការនាងខ្ញុំ ធ្លាប់ដឹងគាត់ ចាធ្លាប់ដឹងគាត់ ក្នុងឆ្នាំណា ជិត2023ក៏2024ទេបងអូន បាទគាត់ក៏យល់ព្រមធ្វើកិច្ចសន្យាព្រមព្រៀងថាឈប់ចូលរើសចូលអីនៅក្នុងដែរ ចាចាទាំងពីរអ្នកប្តីប្រពន្ធបដិមេដៃចាព្រមឈប់ចូលចការរបស់នាងខ្ញុំ លោករមាំខំភីដែលជាម្ចាស់ដីដើមបានរៀបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានថា បាទខ្ញុំឈ្មោះរមាំខំភីនៅភូមិកំាំងឃុំឡាមីងស្រុកបកែវបាទខ្ញុំឆ្នាំនេះអាយុ50ឆ្នាំហើយមុនដំបូងគាត់ចូលឈ្មោះឲ្យមណូរ៉េនទិញដីគាត់ខ្ញុំសួរគាត់ថាមាននោះទិញដីទេគាត់ថាមានបងគាត់អ្នកទិញចឹងទិញដីចំនួនប៉ុន្មានខ្ញុំថា2ហាត់ទេដីខ្ញុំនឹង2ហាត់នឹងតម្លៃប្រមាណខ្ញុំថាតម្លៃ30000គាត់ក៏មានតទេទៅខាងនោះគាត់នោះក៏យល់ព្រមឲ្យលុយខ្ញុំ3ដំណាក់កាលបាទទី1ដំណាក់កាលទី1 $10,000កាលទី2 $10,000ចំនួនដំណាក់កាលទី3វា$10,000ស្រុកនោះ$30,000បាទដីពិតគាត់របស់ឈោមណូរ៉េនបាទ ថាđây bạn ôn đang là ôm nó lên này ao lùi tự tinh ở ta bây giờ dùng thằng thà đang ôn ai chỉ chạy đi một hạt ôn đang làm vậy này បាទព្រោះអីយើងទេទូរស័ព្ទជំនាញដងតាមទូរស័ព្ទបាទទេទៅគាត់នោះទេទៅឈុំនៅរ៉េនហ្នឹងបាទគាត់ចង់បាត់ដីខ្ញុំពិតប្រកបហ្នឹងហើយ នៅឆ្នាំប្រហែលដែលបងអូនទេសិតឲ្យឈ្មោះឈុំអរ៉េវិញនៅក្នុងឆ្នាំ ឆ្នាំ2021 ទិញឲ្យលុយទិញពុតប្រកបគឺឈ្មោះឈុំអរ៉េ បាទ មិនមែនឈ្មោះយ៉ងចង្ខា អត់មានទេ អូនអានោះគឺមានការធ្វើទៅ បាទខ្ញុំទទួលខុសត្រូវ100%បាទ ដោយឡែកលោករចំសរិនបានលើកឡើងថា បាទខ្ញុំឈ្មោះរចំសរិនខ្ញុំជាតំពួននៅភូមិខ្មាំងស្រុកបកែវខុនលមិញខ្ញុំមួយរចំយ៉មនឹងយ៉ងចន្ទថាហ្នឹងយ៉ងចន្ទថាត្រូវជាបងថ្លៃហើយរចំយ៉មត្រូវជាបងស្រីរបស់ខ្ញុំបាទកូនមេងជាដូនមួយកន្លងមកខ្ញុំបានលក់ឲ្យដីខ្ញុំហ្នឹងបានលក់ឲ្យយ៉ងចន្ទថានឹងរចំយ៉មទេព្រោះអីគាត់ជាមេការចូលឈ្មោះទិញឲ្យឈោមនូរ៉េនខ្ញុំលក់ឲ្យឈោមនូរ៉េនជាម្ចាស់លុយដំបូងខ្ញុំជាមួយគាត់នឹងទៅជាបងថ្លៃយើងបងស្រីខ្ញុំហ្នឹងហើយគាត់រៀបរាប់ពីខ្ញុំថាបងអូនលក់ដីអត់ថាលក់បងក៏ត្រូវថ្លៃថាបើតាលក់ចាំខ្ញុំតិតងទៅខាងនោះបាទរួចហើយគាត់តិតងទៅខាងនោះខាងបេងឈោមនូរ៉េនហ្នឹងគាត់ថាលក់អីតម្លៃប៉ុណ្នេះខ្ញុំថាលក់ខ្ញុំក៏លក់ឲ្យគាត់ទៅលក់ឲ្យគាត់បានមកវាគាត់ឲ្យលុយមកវាហើយគាត់ក៏បានថតខ្ញុំឲ្យហ្នឹងលុយហ្នឹងក៏ផុសឲ្យម្ចាស់លុយគេឃើញដែរគាត់ថាចាំរួចរាល់បានគាត់ទេសិតធ្វើឯកសារទេសិតឲ្យឈុំនូរ៉េនឲ្យបើសិនក៏លុយគ្រប់ណាបាទ
ពេលខ្ញុំចាំយូរខែយូរថ្ងៃហើយអត់ឃើញលុយនឹងមកខ្ញុំក៏ទៅសួរគាត់គាត់ថាទេលុយនឹងខ្ញុំឲ្យហើយឲ្យបងធ្លាក់ស្រែនអស់ហើយឥឡូវស្រែនទៅសួរគាត់ទៅពេលខ្ញុំទៅសួរគាត់គាត់ថាអត់មានទេអត់មានគាត់ក៏ដឹងមិនមកគាត់ធ្វើឯកសារអីគាត់ទៅជ័យធនីគារនឹងមកយកមកឲ្យខ្ញុំដៃខ្ញុំមានមហា7 ទិញក្នុងតម្លៃ20000ដៃនៅភូមិខ្មាំងឃុំលមិញស្រុកបកែវខេត្តរតនគិរីកាចន្ទីខ្ញុំអាងតែដៃខ្ញុំលក់ហ្នឹងក៏មិនលក់ឲ្យឈ្មោះរយំខ្ញុំចង់ថាទេខ្ញុំលក់ឲ្យតែឈមនូរ៉េន បាទខ្ញុំជានាមជាម្ចាស់ដីបាទសូមមហាជនយល់ជ្រាបដីមុនបងខ្ញុំអត់មានលក់ឲ្យយ៉ងចន្ទថាទេខ្ញុំលក់ឲ្យឈមនូរ៉េនគាត់ឈោឈ្មោះឲ្យឈមនូរ៉េនទេបាទ ចុងក្រោយខ្ញុំសូមមហាជនកុំផុនច្រឡំថាយ៉ងចន្ទថាជាមួយរចំយ៉មហ្នឹងចាស់ដីបាទមិនមែនទេបាទព្រោះអីខ្ញុំជាម្ចាស់ដីបន្ទាល់ខ្ញុំអាងខ្លួនឯងថាខ្ញុំអត់បានលក់ឲ្យគាត់ទេគាត់ជាមេការឈមនូរ៉េនទេខ្ញុំនេះលក់ពេតគាត់លក់ឲ្យតែឈមនូរ៉េនទេបាទហើយខ្ញុំបើជាជនទាំងអស់គ្នានិងបងប្អូនទាំងអស់គ្នាពុកម៉ែទាំងអស់គ្នាកុំផុនច្រឡំឲ្យសោះបាទព្រោះគាត់ជាបុគ្គលដែលដល់បំភ្លៃឯកសារឬក៏អ្វីផ្សេងព្រោះអីខ្ញុំហ៊ានអាងខ្លួនឯងថាខ្ញុំជាម្ចាស់ដីពេតប្រកាសដែលលក់ឲ្យតែឈមនូរ៉េនតែបាទហ្នឹងហើយ ជាចុងក្រោយអ្នកស្រីឈមនូរ៉េនបានសំណូមពរទៅកាន់ថ្នាក់ដឹកនាំថា ឲ្យជំទាវបងហ៊ុនស៊ីណាតចាថ្នាក់ដឹកនាំសម្ដេចហ៊ុនម៉ាណែតបវរជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផងនាងខ្ញុំជាជនរងគ្រោះជាច្រើនឆ្នាំណាស់មកហើយពីអ្នកប្តីប្រពន្ធនឹងជាអតីតមេការរបស់នាងខ្ញុំនឹងនាងខ្ញុំខំចងការធនាគារចាយកមកទិញឡានមានឡាន2គ្រឿងឡានមួយទៀតជាភ័ក្របងស្រីយកមកឲ្យរកស៊ីតែពីអ្នកប្តីប្រពន្ធនេះមិនយករកស៊ីទេចាហើយថែមទាំងបំភ្លៃការពិតចាខ្ញុំជាភ័ក្រធនាគាររាល់ថ្ងៃនេះខ្ញុំលើកដាក់រហូតដល់ខ្ញុំសុំធនាគារបង់តែការទេរាល់ថ្ងៃនេះចៃបងស្រីនឹងច្រើនហើយចាខ្ញុំធ្ងន់ធ្ងរណាស់រាល់ថ្ងៃនឹងអញ្ចឹងសូមជម្រាបថ្នាក់ដឹកនាំចាដល់ឆ្លៀសវៃព្រោះអីមនុស្សពីរអ្នកប្តីប្រពន្ធនេះលើកឡើងអ្នកមានអ្នកក្រគឺអត់ទេច្បាប់ថ្នាក់ដឹកនាំប្រទេសខ្ញុំនេះដល់ល្អចាមានសម្ដេចដឹកនាំដល់ឆ្លៀសវៃចាហ្នឹងហើយខ្ញុំមករកនេះមករកយុត្តិធម៌ដែលខ្ញុំកាត់ទុកសុខចិត្តដែលពីអ្នកប្តីប្រពន្ធនឹងបំភ្លៃការពិតព្រោះខ្ញុំជាជនរងគ្រោះពិតចាចុងក្រោយខ្ញុំសូមសំណូមពរលោកជំទាវបងហ៊ុនស៊ីណាតលោកជំទាវបងទាំងអស់តាច់ហ៊ុនម៉ាណែតចានិងបវរជួយរកយុត្តិធម៌ឲ្យខ្ញុំនាងខ្ញុំផងចា